មានពាក្យមួយឃ្លាគេនិយាយថាបើយើងចង់បានលទ្ធផលថ្មីគឺយើងត្រូវតែផ្លាស់ប្ដូរសកម្មភាពរបស់យើងបើយើងអត់ផ្លាស់ប្ដូរសកម្មភាពទេយើងធ្វើរឿងដដែលៗលទ្ធផលគឺដដែលៗហ្នឹងថ្ងៃនេះខ្ញុំមកដកផ្កានៅមុខផ្ទះរបស់ខ្ញុំនេះដាំទៅវាដូចអត់ចាយអត់អីហើយបាក់ស្រោចទឹកទៀតចឹងហើយខ្ញុំដូរមកដាំលក្រីវិញហើយផ្កាដែលខ្ញុំដកនេះគឺមិនមែនបោះចោលក្នុងធុងសម្រាមទេបងប្អូនយកទៅដាក់ក្នុងផើងទុកឲ្យវាលូតល្អចាយល្អគឺខ្ញុំដាក់លក់វិញនិយាយទៅអត់ឲ្យខាតទេទោះបីលក់បានតែដើមវិញក៏យកដែរហើយព្រឹកហ្នឹងខ្ញុំត្រូវទៅពេទ្យប៉ុន្តែមុនទៅពេទ្យខ្ញុំឆ្លៀតដាំនេះដាំនោះបន្តិចហើយឥឡូវហ្នឹងគឺជិតចូលដល់រដូវរងាហើយបងប្អូនចាច្រៀងរាល់ឆ្នាំគឺខ្ញុំតែងតែចាក់វ៉ាក់សាំងផ្ដាសាយធំព្រោះនៅប្រទេសអូស្ត្រាលីគឺគេ free ឲ្យគ្រប់គ្នាខ្ញុំមិនដឹងគ្រប់គ្នាអត់ទេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចាក់ free រាល់ឆ្នាំអញ្ចឹងណាចាហើយចំណែកមុខផ្ទះខ្ញុំនេះគឺខ្ញុំដូរមកដាំលក្រីវិញដោយសារដូចខ្ញុំនិយាយអញ្ចឹងបងប្អូនខ្ញុំដាំលក់រាល់ឆ្នាំហ្នឹងអត់ដែរគ្រប់អ្នកទិញផងទោះបីបន្តិចបន្តួចក៏ដោយក៏ខ្ញុំដាំដែរហើយការងារខ្លួនឯងធ្វើអីក៏បានដែរអត់ចេះហត់ទេតែបើ